ជីវិតរបស់បងប្អូននរណាក៏មាន24ម៉ោងដូចគ្នាដែរប៉ុន្តែអាស្រ័យទាំងថាតើ24ម៉ោងរបស់គេនិង24ម៉ោងរបស់យើងដូចគ្នាអត់អញ្ចឹងហើយពេលវេលាមានដូចគ្នាមិនថាអ្នកមានមិនថាអ្នកក្រមិនថាអ្នកទាបអ្នកខ្ពស់អ្នកសអ្នកខ្មៅអ្នកនៅស្រុកខ្មែរឬអាមេរិកគឺយុត្តិធម៌ណាស់មាន24ម៉ោងដូចគ្នាតែអ្វីដែលមិនដូចគ្នានោះទាំងថាតើអ្នកបានបែងចែក24ម៉ោងរបស់អ្នកជាមួយនឹងអ្វីតើគុណភាពនៃ24ម៉ោងរបស់អ្នកហ្នឹងវាបានចាយវាយគ្រប់លក្ខណៈអត់មានប្រយោជន៍អត់ឧទាហរណ៍ថាខ្ញុំបានចាយពេលវេលា10ម៉ោងទៅលើការងារក្នុងមួយថ្ងៃខ្ញុំបានគេង8ម៉ោងក្នុងមួយថ្ងៃខ្ញុំអត់18ម៉ោងទេមែនទេខ្ញុំនៅតែ6ម៉ោងទេអញ្ចឹង6ម៉ោងហ្នឹងត្រូវធ្វើអី2ម៉ោងធ្វើម្ហូប1ម៉ោងសម្រាប់2 3ម៉ោងជាមួយនឹងតំណាំតំណោចអញ្ចឹងទៅអញ្ចឹងវាស្ទើរអស់រលីងទៅហើយពេលវេលាទៅនិន្ទាអ្នកនេះទៅនិន្ទាអ្នកនោះទៅវេកញែកជីវិតអ្នកនេះវេកញែកជីវិតអ្នកនោះគឺវាអត់មានទាល់តែសោះអញ្ចឹងវិលជុំច័ន្ទអង្គារពុធពហុសុក្រសៅរ៍អាទិត្យមួយថ្ងៃស្ទើរតែគ្មានពេលទៅលេងម្ដាយក្មេកស្ទើរតែគ្មានពេល refill ម្ហូបអាហារស្ទើរតែគ្មានពេលដូចនេះបងប្អូនណាធ្វើអីមួយគិតឲ្យមែនតែនរៀបលំដាប់រៀបរយហ្មងតើវាសំខាន់ទេតើវាសំខាន់ខ្លាំងទេតើវាចាំបាច់ទេតើវាចាំបាច់ខ្លាំងទេអញ្ចឹងហើយមិនថាការទិញរបស់ទេ it really need it or want it តើពិតជាត្រូវការសំខាន់ទេឬគ្រាន់តែចង់បានវាទេណាពេលវេលា24ម៉ោងដូចគ្នាតែអ្នកខ្លះធ្វើការសើតែ20ម៉ោងក្នុងមួយថ្ងៃចំណូលមិនបានស្មើនឹងអ្នកអាមេរិកធ្វើការ10នាទីខ្ញុំនិយាយមែនអ្នកខ្លះធ្វើការរហូតដល់ទៅ20ម៉ោងក្នុងមួយថ្ងៃតែអត់បានស្មើអ្នកអាមេរិកធ្វើត្រឹមតែ10នាទី